នាមខ្ញុំជាប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យសម្រាប់ឱកាសដ៏មហាអ្នកខិត្តរិទ្ធនៃព្រះរាជពិធីបន់ចម្រើនបជនប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់72ព្រះវស្សាយាងចូល73ព្រះវស្សាថ្ងៃពុធ3រោចខែពិសាខឆ្នាំម្សាញ់សព្វស័កពុទ្ធស័ក2569ត្រូវនឹងថ្ងៃទី14ខែឧសភាឆ្នាំ2025នេះខ្ញុំបានសង្កេតឃើញការផ្ញើសារថ្វាយប្រពរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការផ្ញើសារលិខិតថ្វាយប្រពរពីអ្នកនយោបាយគណៈបកសម្ព័ន្ធភាពបានផ្ញើសារលិខិតថ្វាយប្រពរនេះគឺបង្ហាញឲ្យឃើញពីការស្រឡាញ់និងដង្ហែតាមរបបរាជានិយមការពាររាជបល្ល័ង្ករបស់អ្នកនយោបាយក៏ដូចជាបងប្អូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលផងដែរសាមគ្គីភាពទាំងអស់នេះគឺឆ្លុះបញ្ចាំងពីការការពារនៅបូរណភាពទឹកដីក៏ដូចជាការការពារនៅរាជបល្ល័ង្កព្រះមហាក្សត្ររបស់កម្ពុជាផងដែរជាពិសេសខ្ញុំបានសង្កេតឃើញព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រព្រះអង្គបានសពរាជហឫទ័យយាងជាព្រះរាជធិបតីក្នុងព្រះរាជពិធីបួងសួងកាលពីថ្ងៃទី14ខែមេសាឆ្នាំ2025នៅលើទឹកដីអង្គរដែលជាទឹកដីអច្ឆរិយៈរបស់កម្ពុជាដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជានោះនេះគឺរំលឹកឲ្យឃើញពីការស្រឡាញ់ទឹកដីក៏ដូចជាស្រឡាញ់ប្រជារាស្ត្រចង់ឲ្យប្រទេសកម្ពុជាទទួលបានសុខចម្រើនប្រកបទៅដោយសន្តិភាពនិងការអភិវឌ្ឍហើយមួយវិញទៀតបន្ទាប់ពីនោះមកក៏មានថ្ងៃទី17ខែមេសាឆ្នាំ2025ព្រះអង្គបានយាងជាព្រះធិបតីក្នុងព្រះរាជពិធីបដិសណ្ឋារកិច្ចឯកឧត្តមស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនបានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះគឺជាការបង្ហាញឲ្យឃើញនៅការយកចិត្តទុកដាក់របស់ព្រះអង្គបានបំពេញនៅព្រះរាជសកម្មភាពជាច្រើនប្រកបទៅដោយគុណវិហារធម៌ប្រកបទៅដោយព្រះគុណធម៌ជូនដល់ព្រះរាជាណាចក្រកម្ពុជានិងប្រជារាស្ត្រដើម្បីបង្ហាញពីកិត្យានុភាពដល់សកលលោកឲ្យបានដឹងហើយក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំសូមបដិញ្ញាចិត្តការពារនៅព្រះរាជបល្ល័ង្កឲ្យបានល្អហើយនឹងចូលរួមក៏ដូចជាដង្ហែតាមនៅរបបរាជានិយមខ្ញុំប្រកាសណាសូមលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះកែវរតនកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ
អតីតព្រះមហាក្សត្រព្រះមហាយានីខ្មែរគ្រប់ព្រះអង្គនិងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមបីបាច់ថែរក្សានិងប្រោះព្រំសពសាធុការពរជ័យគ្រប់ប្រការថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍រៀងទៅ